ឡានតឡើងនៅខ្មែរ GAC M-Q ពោពេញទៅដោយ option ទំនើបរូបរាងស្អាតបែបអនាគតកាលអត់ប្រកាន់វ័យតម្លៃបច្ចុប្បន្នត្រឹមតែ$24,500តែប៉ុណ្ណោះជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូធ្វើបទបង្ហាញថ្មីថ្ងៃនេះគឺយើងមានឡានតឡើងនៅប្រទេសកម្ពុជាមួយគ្រឿងទៀតហើយពីខាង GAC គឺជា model M-Q ណាអញ្ចឹង GAC គឺជា brand ចិនតែមួយគត់ដែលទទួលបានពានរង្វាន់ពីខាង JD Power រហូតដល់8ឆ្នាំជាប់គ្នាឥឡូវហ្នឹងទទួលបានរហស្សនាមថាជា brand ចិនគុណភាពណាដោយសារតែរាល់រថយន្តរបស់គាត់ទាំងអស់ត្រូវបានផលិតតាមស្តង់ដារ QDR ឬក៏ពាក្យពេញរបស់គេគឺ quality durability និង reliability ពាក់ព័ន្ធទៅនឹងស្តង់ដារក៏ដូចជាគុណភាពខ្ពស់អញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅមើលរូបរាងខាងក្រៅលម្អិតក៏ដូចជាតាក់ទងទៅនឹង option សម្រាប់តម្លៃថ្មីនៅប្រទេសកម្ពុជារបស់យើងផងដែរការរចនារបស់ឡាននេះគឺជា concept បែបអនាគតកាលឬក៏បងប្អូនអាចមើលពីមុខដំបូងទៅអ្នកអត់ស្គាល់សឹងតែថាច្រឡំជាមួយនឹងឡាន EV ទៀតដោយសារតែបណ្ណាគឺជាប្រភេទអាចហៅថា frameless ណាបងប្អូនទាំងគ្នាបាទការរចនារបស់គាត់គឺជាទម្រង់អក្សរ V បញ្ឈររហូតដល់12បន្ទាត់បាទលម្អិតតាក់ទងទៅនឹងចង្កៀងនេះផ្ទាល់ GAC ឲ្យឈ្មោះថា Eye of Enlightenment នៅពេលដែលយើងបើកទៅជះអំណាចតែម្ដងចង្កៀង DRL របស់គេមានជាប្រភេទផ្ដេក3ត្រេផងហើយនៅពីចំហៀងជាប្រភេទត្រង់វិញ2បន្ទាត់នេះទៀតបងប្អូននិងនៅខាងក្រោមក៏មានចង្កៀងគុជជាប្រភេទ Matrix LED Symmetry គ្នាជាមួយនឹងចង្កៀង DRL មានមុខងារបិទបើកអូតូក៏ដូចជាតឡើងតម្លាក់ស្វ័យប្រវត្តិផងដែរពាក់ព័ន្ធទៅនឹងថ្ពាល់ចំហៀងនៅកន្លែងកាំងនេះមាន detail ដើម្បីបើឬក៏លើកសម្រស់ឡានឲ្យកាន់តែស្អាតក៏ប៉ុន្តែមិនមែនគ្រាន់តែ design បិឆោតទេណាបងប្អូនគ្នាមានជាប្លុកខ្យល់មែនតែម្ដងដែលវានឹងជួយនៅពេលដែលបងប្អូនធ្វើការវ៉ាចេញក្នុងល្បឿនលឿនក៏ដូចជាបើកផ្លូវកោនៅផ្នែកកណ្ដាលយើងនឹងឃើញ logo របស់ GAC ទំហំធំក៏ដូចជាមានកាមេរ៉ានៅខាងក្រោមហើយមានជា radar ដើម្បីដំណើរការជាមួយនឹងប្រព័ន្ធ adaptive cruise control ផងដែរអូខេអញ្ចឹងបន្តមកផ្នែកចំហៀងគឺយើងមានជាមួយនឹងយ៉ាន់ទំហំរហូតដល់19អ៊ីងបងប្អូនទាំងគ្នាម៉ូដរបស់គេបែបត្រេក្រោម two tone ជាមួយនឹងពណ៌ខ្មៅមើលទៅស្អាតម្យ៉ាងដែរណាហើយមិននិយាយលេងសើចទេបាទសំបីតាកន្លែងត្រឡោកកញ្ចក់ពីចំហៀងបងប្អូនមើលទៅលើការរចនាទៅក៏ស្រស់ស្អាតដល់ឡែកពីគេតែម្ដងហើយមានជាមួយនឹងកាមេរ៉ានៅចំហៀងដោយសារតែភ្ជាប់ជាមួយនឹងកាមេរ៉ា360មួយវិញទៀតពាក់ព័ន្ធទៅនឹងដៃទ្វារគឺខ្ញុំចូលចិត្តខ្លាំងមែនទែនព្រោះថា GAC M-Q នេះប្រើប្រាស់ជាមួយនឹងដៃទ្វារលឹបលឿនក៏ប៉ុន្តែនៅពេលដែលបងប្អូន unlock វានឹងលៀនចេញឲ្យយើងងាយស្រួលបើកទ្វារឡានតែម្ដងអត់ចាំបាច់សង្កត់ប៊ូតុងឡានទេបងប្អូនបាទហើយដោយសារតែដំបូលឡានរបស់យើងគឺជាប្រភេទ panoramic sunroof អញ្ចឹងដែរធ្នឹមរបស់ឡាន GAC គាត់បាន highlight ជាមួយនឹងពណ៌ខ្មៅវិញណាទាំងខាងមុខទាំងនៅកណ្ដាលអញ្ចឹងគឺឆ្លោះជាមួយនឹងពណ៌តួឡានបានស្អាតល្អខ្លាំងមែនទែនក៏ដូចជានៅផ្នែកខាងក្រោយនេះគឺយើងមានជាមួយនឹង spoiler ដែលបន្តពីកាងមកតែម្ដងមើលទៅបែប futuristic ណាបងប្អូនទាំងនេះហើយបើសិនជាមើលឲ្យចំពីផ្នែកខាងក្រោយដូច spoiler យានអវកាសមែនទែនបងប្អូនទាំងគ្នាដោយសារតែទម្រង់នៃការរចនាបែបប្រឡោះក៏ដូចជាបាទភ្លើងប្រាំងខាងក្រោយនេះលយខ្លាំងមែនទែនអញ្ចឹងពាក់ព័ន្ធទៅនឹង stop ខាងក្រោយវិញក៏ជាចំណុច unique ខ្លាំងរបស់ GAC M-Q ដែរព្រោះថាការរចនារបស់គាត់ inspire ចេញមកពី Quantum Lightsaber បងប្អូនដែលជា fan របស់រឿង Star Wars ប្រហែលជាស្គាល់ហើយបាទដើរ lightsaber ពណ៌ក្រហមដែលជា theme របស់ Dark Side សុំបើកមុខកញ្ចក់តិចអញ្ចឹងគឺជាទម្រង់មួយដែលស្អាតខ្លាំងមែនទែនខ្ញុំជឿថា fan របស់ Star Wars គាត់តែឃើញទម្រង់ការរចនាហ្នឹងគាត់ស្គាល់ហើយដឹងតែបាក់ស្រាប់ជាមួយនឹង GAC M-Q តែម្ដងបាទហើយក៏មានជាការរចនាកោងហើយកាច់មកខាងក្រោមនេះវិញអញ្ចឹងផ្ដល់ភាព unique ពីចំហៀងនៅផ្នែកខាងក្រោយទៅដល់រថយន្តតែម្ដងអញ្ចឹងបន្តទៅ detail លម្អិតទៀតយើងឃើញមានកាមេរ៉ាកាងខាងក្រោមមាន sensor ទម្រង់ការរចនាបែប diffuser ក៏ដូចជា mode ស៊ីម៉ាំងក្រោមណាបងប្អូនទាំងគ្នាហើយសូម្បីតែ clock ក៏ជាប្រភេទ automatic ផងដែរបាទនៅពេលដែលបើកចេញមកបងប្អូននឹងឃើញថា space គ្រប់ខាងក្រោយឡាននេះគឺទលេខ្លាំងមែនទែនបើសិនជាឈរខាងក្រៅខ្ញុំលោកដៃទៅដល់កៅអីជួរទី2ណាបងប្អូនទាំងគ្នាអញ្ចឹងគឺធានាថាវ៉ាលីធំបងប្អូននឹងអាចដាក់ចូលឡាននេះបានតែម្ដងបើសិនជាយើងត្រូវធ្វើដំណើរកម្សាន្តទៅតាមខេត្តឆ្ងាយៗដូចជាដើមបើនិយាយពីមៀតឬក៏រូបរាងរបស់គេទំហំសមល្មមខ្ញុំគិតថាក្នុងក្រុងផ្លូវណាក៏ជិះបានដែរប្រវែងបណ្ដោយគឺ 4.68 ទៅតឹង 1.9 និងកម្ពស់របស់គេហ្នឹងគឺ 1.67 ពាក់ព័ន្ធទៅនឹង wheelbase ឬក៏ចំណុចកណ្ដាលពីកង់មុខទៅកង់ខាងក្រោយវិញគឺ 2.75 ហើយខ្ញុំក៏ចង់រំលេចព័ត៌មានបន្ថែមសំខាន់មួយទៀតទាក់ទងទៅនឹងគ្រោងតួរបស់ឡានផ្ទាល់តែម្ដង GAC គាត់បានប្រើប្រាស់ជាប្រភេទដែកថែបរឹងមាំឬក៏អង់គ្លេសគេហៅថា high strength steel រហូតដល់ 60% ក៏ដូចជាកន្លែងសំខាន់គឺគាត់ប្រើ 100% តែម្ដងដើម្បីសុវត្ថិភាពបងប្អូនទាំងគ្នាទៅលើការតេស្តបុកប៉ះវិញឡាននេះទទួលបានផ្កាយ5ពីស្ថាប័នតែម្ដងបងប្អូន Asian NCAP ក៏ដូចជា CNCAP អូខេអញ្ចឹងមុននឹងចូលទៅដល់ផ្នែកខាងក្នុងចង់បញ្ជាក់បងប្អូនថាឡានក៏អាចបញ្ឆេះម៉ាស៊ីនពីចម្ងាយបានដែរដោយប្រើប្រាស់ smart key នេះបងប្អូន GAC M-Q នេះប្រើប្រាស់ម៉ាស៊ីនដែលមានឈ្មោះថា Mega Wave Power គឺជាម៉ាស៊ីន4ស៊ីឡាំងចំណុះ 1.5 លីត្រក៏ប៉ុន្តែជំនួយកម្លាំងដោយ Turbo ណាក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យា GDI អញ្ចឹងផលិតកម្លាំងបានរហូតដល់ 177 PS ក៏ដូចជាកម្លាំងរមួល 270 Newton ម៉ែត្រនោះហើយក៏ភ្ជាប់ទៅនឹងប្រអប់លេខ7វគ្គ DCT គឺជាប្រភេទ Wet Clutch ជួយសម្រួលតាក់ទងទៅនឹងកម្លាំងបញ្ជូនពីម៉ាស៊ីនទៅកាន់កង់បានល្អអញ្ចឹងធ្វើឲ្យឡានរបស់បងប្អូនស្ទុះខណៈពេលដែលរក្សាភាពសំចៃបានល្អអញ្ចឹងពាក់ព័ន្ធទៅនឹងជើងក្រោមរបស់ឡានខាងមុខគឺជាប្រភេទ Magnuson ខាងក្រោយ
គឺជាប្រភេទ multi link ឬក៏មានដៃដំណរបស់វាច្រើនណាបងប្អូនទាំងនេះដើម្បីជួយទប់លំនឹងរថយន្តរបស់យើងមិនថាតែបើកផ្លូវធម្មតាក៏យើងមានអារម្មណ៍ថាហាប់ណែននៅពេលដែលយើងបួងចង្កូតឡានក៏អត់សូវឃ្លោងហើយបើសិនជាបើកផ្លូវមិនរៀបស្មើវិញក៏ឡានអត់សូវមានអារម្មណ៍ថាលាក់ដែរបងប្អូនមួយវិញទៀតនៅពេលដែលបងប្អូនត្រូវការជន់សន្ទុះឬក៏ជន់ល្បឿនណាដោយសារតែបូកបញ្ចូលគ្នាជាមួយនឹងការរចនារូបរាងខាងក្រៅបែប aerodynamic របស់គាត់ផងធ្វើឲ្យ GSC M-Q នេះទោះបីជាយើងត្រូវការកត់ល្បឿនរៀងលឿនក៏មានអារម្មណ៍ថាហាប់ណែនដែរបងប្អូនហើយមានអារម្មណ៍ថាចង្កូតសុវត្ថិភាពជាមួយនឹងប្រភេទភ្លើងនេះនៅពេលដែលយើងត្រូវការវាយចេញនៅក្នុង high speed បើនិយាយតាក់ទងទៅនឹងការប្រើប្រាស់ក្នុងក្រុងខ្ញុំគិតថាបងប្អូននឹងប្រើមក comfort ស្រួលតែម្ដងហើយសម្រាប់ការបើកចុះខេត្តវិញក៏ហត់តែអែមទៀតដែរបងប្អូនទាំងគ្នាដោយសារតែឡានមានជាមួយនឹង adaptive cruise control អញ្ចឹងបើសិនជាបងប្អូនត្រូវការប្រើប្រាស់ផ្លូវល្បឿនលឿនអីគឺដឹងតែទំនើបអែមតែម្ដងព្រោះយើងអាចចុចមកឡានរបស់យើងនឹងសេរីល្បឿនតាមរថយន្តខាងមុខ automatic តែម្ដងហើយក៏មានប្រព័ន្ធកំណត់ឡានឲ្យនៅក្នុង lane បានត្រឹមត្រូវក៏ដូចជាប្រព័ន្ធជំនួយឆ្កូតបើសិនជាយើងបើកចាកកន្លងណាទៅលើសុវត្ថិភាពនៅក្នុងការបើកបរបើសិនជាខ្ញុំសរុបជារួមម្ដងទៀត GSC M-Q ទទួលបានផ្កាយ5ពីការតែបុកប៉ះពីស្ថាប័ន Asian NCAP ក៏ដូចជាឡានប្រើប្រាស់ជាមួយនឹងសាក់ស៊ីដៃថែបធននៅខាងក្នុងពងសុវត្ថិភាពមានរហូតដល់6ប្រព័ន្ធសុវត្ថិភាពវិញមានច្រើនមែនទែនមានប្រព័ន្ធ ABS traction control ប្រព័ន្ធទំនើប ESC ក៏ដូចជាប្រព័ន្ធផ្ដល់សញ្ញានៅពេលដែលមានឧបសគ្គនៅផ្នែកខាងមុខប្រព័ន្ធ Frank Auto ប្រព័ន្ធកំណត់ល្បឿន Taste ស្វ័យប្រវត្តិ Adaptive Cruise Control ដែលខ្ញុំបញ្ជាក់បងប្អូនមុនហ្នឹងប្រព័ន្ធរក្សាឡានឲ្យបើកនៅក្នុងកន្លងត្រឹមត្រូវប្រព័ន្ធផ្ដល់សញ្ញានៅពេលដែលឡានរបស់យើងបើកកិនលើកណ្ដូលកន្លងផ្លូវនិងមានប្រព័ន្ធសម្គាល់ស្លាកសញ្ញាល្បឿនចរាចរណ៍ផងដែរអូខេបងប្អូនកាប៊ីនខាងក្នុងនេះដូច spaceship ឬក៏យានអវកាសមែនតើអញ្ចឹងជាមួយនឹងការរចនាដ៏ច្នៃប្រឌិតរបស់ GSC បងប្អូនឃើញកន្លែង tableau center console ក៏ដូចជាដៃទ្វារផ្ទាល់ហើយនៅខាងក្នុងពណ៌របស់គេមាន highlight ច្រើនទាំងខ្មៅសជាមួយនឹងពណ៌ត្នោតបាទជាពណ៌មួយដែលពេញនិយមនៅស្រុកខ្មែររបស់យើងដែរណាតាក់ទងទៅនឹងស្បែកកៅអីដែលខ្ញុំកំពុងតែអង្គុយនិងយើងឃើញ highlight កន្លែងដៃទ្វារហើយសម្រាប់កន្លែង mechanic បើកទ្វារនេះគឺលោខ្លាំងមែនតើយើងកាច់ឡើងមកណាបងប្អូនអរគ្នាមានអារម្មណ៍ថាប្លែកតែម្ដងនៅក្នុងការប្រើប្រាស់ឡាន GSC M-Q អញ្ចឹង counter គឺជាប្រភេទ digital ទំហំ7អ៊ីងព័ត៌មានផ្សេងៗក៏ដូចជាcolor ដិតច្បាស់ល្អហើយក៏រៀបចំបានល្អដែរបងប្អូនសងខាងយើងមានតាក់ទងទៅនឹងសាំងក៏ដូចជាស្ថានភាពរបស់ម៉ាស៊ីនហើយបាននៅកណ្ដាលសិតតែព័ត៌មានសំខាន់ល្បឿនក៏ដូចជា option ទៅផ្សេងៗរបស់រថយន្តនៅពេលដែលយើងកំពុងប្រើដោយសារតែ M-Q នេះមានច្រើនខ្លាំងមែនទែនបាទបន្តមកជាកូដវិញគឺជាប្រភេទភ្លើងហើយក៏បានស្រោបដោយស្បែកនៅពេលដែលយើងចាប់កាន់ទៅហាប់ណែនល្អហើយក៏ទន់ស្រួលនៅក្នុងការប្រើប្រាស់តែម្ដងនិងនៅកណ្ដាលនេះមាន highlight ជាមួយនឹងក្រុមសម្រាប់ប្រព័ន្ធមុខងារផ្សេងៗដូចជាខាងស្ដាំមានតឡើងធ្លាក់វ៉ូលីមខាងឆ្វេងមានយើងអាចកំណត់តាក់ទងទៅនឹង adaptive cruise control រក្សាកម្រិតរថយន្តពីខាងមុខក៏ដូចជាប្រព័ន្ធជំនួយចង្កូតបាទបន្តមកកៅអីវិញគឺជាប្រភេទស្បែក two tone ឬក៏ពីរពណ៌ខាងមុខពណ៌ត្នោតខាងក្រោយពណ៌ខ្មៅយើងមើលទៅស្អាតប្លែកមែនទែនហើយនៅពេលដែលអង្គុយក៏មានអារម្មណ៍ថាផាសុកភាពណែនស្រួលដែរបងប្អូនគ្នាជាពិសេសមានប៊ូតុងអេឡិចត្រូនិកដើម្បីសេរីទៅមុខទៅក្រោយទាំងកៅអីទៅកង់ក៏ដូចជា passenger ខាងស្ដាំតែម្ដងហើយក៏មានប្រព័ន្ធខ្យល់ត្រជាក់ផងដែរបងប្អូនអាចកំណត់បាននៅលើអេក្រង់នេះបន្តមកអេក្រង់ថាច់នេះវិញទំហំ 10.1 អ៊ីងបងប្អូនគ្នាមិនត្រឹមតែធំ color ច្បាស់ល្អ response នៅក្នុងការអូសលឿនទេខ្ញុំចាប់អារម្មណ៍ទៅលើ interface នៅក្នុងការរៀបចំរបស់ GSC ខ្លាំងមែនទែនដោយបងប្អូនចាប់អារម្មណ៍ចឹងប៊ូតុង climate control ឬក៏សេរីម៉ាស៊ីនជាក់សេរី volume អត់មានទេ GSC គាត់បានបញ្ចូលទៅក្នុងអេក្រង់នៅទាំងអស់ក៏ប៉ុន្តែគាត់បានរៀបចំឲ្យបងប្អូនងាយស្រួលប្រើប្រាស់ឬក៏ការកំណត់តែម្ដងឧទាហរណ៍ដូចជាតឡើងតម្លាក់ volume បងប្អូនគ្រាន់តែអូសពីជំហៀងអេក្រង់នេះមកគាត់បានសេរីដល់ light តែម្ដងអញ្ចឹងគឺងាយស្រួលយើងប្រើប្រាស់ហើយអេក្រង់នេះពិតជាសំខាន់ដោយសារតែមុខងារជាច្រើនទៀតក៏បងប្អូនត្រូវប្រើប្រាស់នៅក្នុងនេះដែរដូចជា driving mode យើងមាន eco comfort ក៏ដូចជា sport ហើយនិងកាមេរ៉ា360បងប្អូនឃើញរូបភាពនៅលើនេះហើយគឺច្បាស់ល្អខ្លាំងមែនទែនបន្តមកទៀត Apple CarPlay ក៏ដូចជា Android Auto ក៏មានមួយ set បងប្អូនអាចភ្ជាប់ដោយមិនចាំបាច់ប្រើប្រាស់ខ្សែឬក៏ wireless តែម្ដងអញ្ចឹងពាក់ព័ន្ធទៅនឹងរុនខ្យល់ម៉ាស៊ីនជាក់នៅខាងក្រោមនេះបងប្អូនអាចកាច់សេរីផ្លូវខ្យល់ឡើងលើចុះក្រោមបានលយខ្លាំងមែនទែនហើយស្ថានភាពវិញគឺយើងអាចកាច់នៅខាងក្រោមនេះបងប្អូនទាំងគ្នាយើងគ្រាន់តែ hold មកស្ថានភាពនឹងឡើង automatic ឬក៏ចុះ automatic តែម្ដងហើយមានភ្លើង LED សម្គាល់នៅពីជំហៀងទៀតនៅពេលដែលយើងទៅឡើងស្ថានភាពបាទចេញពណ៌ក្រហមឬក៏ស្ថានភាពក្តៅទៅពេលដែលយើងតម្លាក់មកវិញភ្លើងដូចជាពណ៌ស្វាយតំណាងឲ្យស្ថានភាពត្រជាក់អញ្ចឹងពាក់ព័ន្ធទៅនឹង center console ការរចនារៀបរយ clean ស្អាតមែនតើបងប្អូនទាំងគ្នាមានប៊ូតុងធំពីរបងប្អូនឃើញហើយគឺជាប៊ូតុងសុំផ្លូវក៏ដូចជា engine start stop ឬក៏បលត់ផ្ចាំសិនបាទសំខាន់ខ្លាំងមែនតើដែលគាត់ដាក់ធំឲ្យយើងងាយស្រួលប្រើតែម្ដងក៏មានជា wireless charge កម្លាំងរហូតដល់50 W និងបើសិនជាបងប្អូនមានទូរស័ព្ទពីរត្រូវសាកនៅខាងក្រោមនេះក៏មានរុនសាក Type C បន្ថែមទៀតក៏ដូចជា space ដ៏ធំទូលាយដែលយើងអាចដាក់បានផ្សេងៗបានបាទបន្តមកទៀតខ្ញុំចាប់អារម្មណ៍ជាមួយនឹងចង្កឹះលេខមើលទៅទាន់សម័យខ្លាំងមែនទែនការរចនាដែលប្រកបជាមួយនឹងត្បូងគ្រីស្តាល់ណាបងប្អូនទាំងគ្នាបាទ premium តែម្ដងក៏ដូច
ជាប្រាំងដៃគឺជាប្រភេទ Electronic និងមាន Auto Hold តែបងប្អូននឹងត្រូវប្រើប្រាស់នៅលើអេក្រង់វិញលើពីនោះទៀតបងប្អូនប្រហែលជាចាប់អារម្មណ៍ហើយពីជំហាន Center Console ក្រោមនៅលើ Tableau ក៏ដូចជាក្រោមនៅកន្លែងដៃទ្វារមានជាមួយនឹង Ambient Light ឬក៏ភ្លើង dim ពណ៌ច្រើនខ្លាំងមែនទែនបងប្អូនអាចកំណត់បាននៅលើអេក្រង់ Touch និងចុងក្រោយគេពាក់ព័ន្ធទៅនឹងដំបូលគឺជា Panoramic Sunroof ឬក៏ដំបូលកញ្ចក់លាតពីមុខទៅដល់ក្រោយតែម្ដងក៏ដូចជាមាន Rideau ដើម្បីបាំងថ្ងៃផងដែរបងប្អូនគ្នាសម្រាប់កៅអីជួរទី2នេះខ្ញុំសូមសរសើរដោយស្មោះមកពាក់ព័ន្ធទៅនឹង comfort ឬក៏ space នៅក្នុងការប្រើប្រាស់ the best តែម្ដងបាទទាំង leg room ជាពិសេសគឺ head room តែម្ដងបើសិនជាខ្ញុំកំពុងអង្គុយហើយសល់ space មួយច្អាមទៀតដូចបងប្អូនឃើញអញ្ចឹងហើយកៅអីទន់ល្មីដូចផ្នែកខាងមុខដែរក៏ដូចជាទ្វារគឺមានជាមួយនឹងការរចនាទំនើបក៏ដូចជាប្រព័ន្ធ premium ណាបងប្អូនឃើញគឺយើងបើកដោយកាច់ខាងលើក៏ប៉ុន្តែបើសិនជាបងប្អូនជាប់ lock អត់ចាំបាច់សុំតកងឲ្យ unlock ឲ្យទេយើងគ្រាន់តែកាច់2ដងមកទ្វាររបស់យើងនឹងបើកហើយបងប្អូនជារួមទៅ GSC M-Q នេះលោយត្រង់ថាជាឡានតឡៅនៅប្រទេសកម្ពុជារបស់យើងពាក់ព័ន្ធទៅនឹង option ខ្ញុំគិតថាអត់មានខ្វះកន្លែងណាទេបងប្អូនជាពិសេសគឺមានតម្លៃល្អអញ្ចឹងបើសិនជាបងប្អូនចង់ test drive ឬក៏ចង់ទៅមើល option ផ្ទាល់និងសួរព័ត៌មានបន្ថែមអាចតំណទៅកាន់ GSC Cambodia បានឬក៏ឆាតមកសួរខ្ញុំផ្ទាល់ក៏បានដែរ